Migrant workers face Thai military crackdown. Thousands of Cambodians are flooding back from Thailand as its military government cracks down on migrant workers based on new foreign labor laws, escalating its enforcement from just using police officers to now enlisting the military, an official said on Sunday. Thailand had previously accepted temporary pink cards that enabled Cambodians without passports or Thai visas to enter the country to work. An executive decree ordered by the Thai government on June 23, however, requires all foreign workers to have passports, visas, and working permits, with both employers and employees facing heavy fines for violations, according to the Bangkok Post. កម្មករអន្តរប្រវេសន៍ប្រឈមមុខនឹងការបង្ក្រាបរបស់កងទ័ពថៃ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថាប្រជាជនកម្ពុជារាប់ពាន់នាក់កំពុងតែលិចលង់ពីប្រទេសថៃដោយសារតែរដ្ឋាភិបាលរបស់ខ្លួនបានបង្ក្រាបកម្មករចំណាកស្រុកដោយផ្អែកលើច្បាប់ពលករបរទេសថ្មីដោយបានបង្កើនការអនុវត្តរបស់ខខ្លួនពីការប្រើប្រាស់មន្ត្រីប៉ូលីសមកដល់ពេលនេះ ប្រទេសថៃធ្លាប់បានទទួលយកការបកការឈូសបាត់អាសន្នដែលអាចឲ្យប្រជាជនកម្ពុជាគ្មានលិខិតឆ្លងដែនឬទិដ្ឋាការថៃដើម្បីចូលទៅធ្វើការនៅប្រទេសថៃ យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាសេចក្តីសម្រេចមួយដែលត្រូវបានបញ្ជាដោយរដ្ឋាភិបាលថៃនៅថ្ងៃទី 23 ខែមិថុនាតម្រូវឲ្យពលករបរទេសទាំងអស់មានលិខិតឆ្លងដែនទិដ្ឋាការនិងការអនុញ្ញាតការងារដែលទាំងនិយោជកនិងនិយោជិតត្រូវប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការរំលោភបំពាន Although some local media reported that Thai authorities announced on Friday a suspension of arrests during a 120-day grace period, Chin Pisath, Deputy Chief for the military's Thai-Cambodian Border Relations Office, said the crackdown was still in force over the weekend. There is no suspension. Even now, they are ordering the military to take operations everywhere, he said. Before it was police, now they use the military, he added. Mr. Pisath said up to 500 Cambodians were returning through the major international checkpoints along the Thai border each day, including yesterday. There were a lot of people flooding in within a few days, he said. There are still hundreds of people coming, like Len checkpoint there is about 400 to 500 people per day, he said, using the Thai name for the Daung International Checkpoint in Battambang Province's Cam Ranh district. ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថាអាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃសុក្រពីការផ្អាកការចាប់ខ្លួនក្នុងអំឡុងពេលនៃការលើកលែងទោសរយៈពេល 120 ថ្ងៃក៏ដោយលោកចិនពិសិដ្ឋអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃកម្ពុជាបាននិយាយថាការបង្ក្រាបនេះនៅតែមានប្រសិទ្ធភាពនៅចុងសប្តាហ៍គ្មានការព្យួរទេ សូម្បីតែឥឡូវនេះពួកគេកំពុងបញ្ជាឲ្យពួកយោធាយកទៅធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងលោកបានបន្ថែមថាមុនពេលវាជាប៉ូលីសឥឡូវពួកគេប្រើពួកយោធាលោកពិសិដ្ឋបានមានប្រសាសន៍ថាប្រជាពលរដ្ឋខ្មែរចំនួន 500 អ្នកបានវិលត្រឡប់មកវិញតាមច្រកអន្តរជាតិធំៗនៅតាមបណ្ដោយព្រំដែនជារៀងរាល់ថ្ងៃរួមទាំងការពីម្សិលមិញលោកបានមានប្រសាសន៍ថាមានមនុស្សជាច្រើនបានលិចលង់ក្នុងរយៈពេលពី 3 ថ្ងៃលោកបានមានប្រសាសន៍ថានៅមានមនុស្សរាប់រយនាក់មកដូចជាច្រកទ្វារក្រុងឡេនមានប្រហែល 400 ទៅ 500 នាក់ក្នុងមួយថ្ងៃដោយប្រើឈ្មោះថៃសម្រាប់ច្រកទ្វារដួងអន្តរជាតិនៅស្រុកកំចាយស្រុកបាត់ដំបង